នដាំបីប្រជាធិបតេយ្យលើសិទ្ធិសេរីទាំងអស់គ្នាយើងនិយាយទៅមន្ត្រីបកគណៈបកប្រជាជនគេយកសម្ដីរបស់យើងទៅគិតណាបងប្អូនពីព្រោះយើងនិយាយវាថ្លៃគេថាអ្នកខំវាស្នាមនិយាយណាមិនបានសោះអ្នកស៊ីកឹមសុខានិយាយភាសាពលល្ងាចទេណាតែគំនិតរស់រាប្រជាមានតែបញ្ហាប្រពោះវាអត់អង្ការក្នុងវេទិកាទី2នៃសប្តាហ៍នេះដែលប្រពធ្វើនៅលើទឹកដីខេត្តកំពង់ធំចំចំណុចកណ្ដាលនៃមាតុភូមិកម្ពុជាលោកខឹមវាសនាប្រមុខគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាននិយាយប្រើពាក្យធ្ងន់ធ្ងរតាមទម្លាប់របស់លោកដោយរិះគន់ទៅលើគណៈបកប្រឆាំងដ៏ធំជាងគេគឺគណៈបកសង្គ្រោះជាតិដោយប្រើពាក្យថាអាចោពាក់អាវអាចារ្យផ្ដាច់ការពាក់អាវប្រជាធិបតេយ្យយើងបងប្អូនគោលដៅរបស់យើងណាគោលដៅរបស់យើងគឺយើងយកឈ្នះលើគណៈបកប្រជាជនដើម្បីយកការងារកាន់ប្រទេសជាតិហ្នឹងមកកាន់ក្នុងដៃយើងដើម្បីផ្ដល់សេចក្តីសុខជូនប្រជាពលរដ្ឋតាមមនោសញ្ចេតនានិងការយល់របស់យើងគោលដៅរបស់យើងអត់មានសង្គ្រោះជាតិទេអានឹងកប៉ិតកប៉ុកអាសង្គ្រោះជាតិហ្នឹងអត់មានរវល់មួយហែងទេអាកន្លែងហ្នឹងរឿងរបស់យើងធំណាគឺយើងទៅយកឈ្នះគណៈបកប្រជាជនឯនោះទេប៉ុន្តែអន្តះផ្ទប់ហ្នឹងនៅបាំងមុខអន្តះផ្ទប់មួយហ្នឹងអាសង្គ្រោះជាតិហ្នឹងអាចោពាក់អាវអាចារ្យមួយហ្នឹងអញ្ចឹងបានគេនិយាយថាយើងបង្កើតគណៈបកមកដើម្បីបំបែកសម្លេងគណៈបកសង្គ្រោះជាតិខ្ញុំថាហែងកុំចេះតែកាច់មូលគ្មានអាណាទៅបំបែកសម្លេងហែងទេគេកំតិចហែងចោលតាអាឈួតអាណាទៅបំបែកសម្លេងហែងណាមិនគឺហែងមួយហ្នឹងកំតិចចោលហ្មងណាអាចោពាក់អាវអាចារ្យណាហែងស្ទង់មើលអាគ្នាកំពុងតែឆេះផ្ទះឧទាហរណ៍ថាគណៈបកប្រជាជនកំពុងដុតផ្ទះយើងយើងសល់ឲ្យវ៉ាន់តិចតួចជូនចុះក្រោមអានេះអាចោនេះវាមកធ្វើជាអ្នកចិត្តល្អជួយជូននេះវ៉ាន់ការពិតទៅវាចោលសោះបងប្អូនសម័យបន្តិចមើលតើចិត្តវាសាហាវប៉ុណ្ណាគ្នាសល់តែមួយវិចពីរវិចនេះចុះមកក្រោមនេះប្រជាពលរដ្ឋស្អប់គណៈបកប្រជាជនចង់ចេញពីគណៈបកប្រជាជនរហូតដល់គាត់លែងគិតគាត់ថាអាណាក៏អាណាទៅដូរវាសិនទៅគាត់ក្តៅកាហាយគណៈបកប្រជាជនគាត់ឈឺចាប់ប៉ុណ្ណាបងប្អូនមកជួបអាចោវាត្រង់ទៀតណាបងអាចោវាត្រង់ទៀតវាមើលតំណងមើលទីផ្សារណាអូប្រជាពលរដ្ឋស្អប់គណៈបកប្រជាជនច្រើនណាស់ឬគាត់និយាយរាល់ដងគាត់ថាគណៈបកសង្គ្រោះជាតិយើងអាណត្តិក្រោយឈ្នះហើយពីព្រោះប្រជាពលរដ្ឋបានឈឺចាប់នឹងរដ្ឋាភិបាលសពថ្ងៃខ្លាំងណាស់អូវាសប្បាយចិត្តណាស់បងប្អូនស្ទង់មើលអានេះដូចពួកអ្នកលក់ក្តារមកឈូសចឹងណាផឹកឡើងវាអុចធូបបន់ផឹកឡើងវាអុចធូបបន់ហើយចុះហែងបន់រឿងអីអាចោងាប់ហ៎ហើយលក់ក្តារមកឈូសនេះហើយបន់រឿងអីបន់ឲ្យមានមនុស្សងាប់ឲ្យលក់ក្តារឈូសវាបានណាហ្នឹងវាបន់ឲ្យមនុស្សឈឺចាប់កាន់តែខ្លាំងណាបងប្អូនដើម្បីឲ្យវាឲ្យប្រជាពលរដ្ឋហ្នឹងមកចូលនៅសំណាញ់របស់វាច្រើនបងប្អូនណាក្នុងនាមជាអ្នកដែលច្បាស់ផ្លូវបងប្អូនពិចារណាមើលប្រជាពលរដ្ឋគាត់អត់ច្បាស់ផ្លូវគាត់ដេញយើងឲ្យចូលអាសង្គ្រោះជាតិទៅប្រឆាំងដូចគ្នាតែយើងច្បាស់ផ្លូវតែអានេះចោលណាអានេះចោលណាគោលដៅរបស់យើងគឺយកឈ្នះគណៈបកប្រជាជននឹងហើយបងប្អូនដើម្បីកាន់ការងារប្រទេសជាតិយើងមិនតែរវល់អីមកអានផ្ទះបាញ់ហ្នឹងក៏ប៉ុន្តែអានេះអាចោពាក់អាវអាចារ្យមកបាំងមុខយើងណាបងប្អូនអាផ្ដាច់ការពាក់អាវប្រជាធិបតេយ្យណាសំរងស៊ីកឹមសុខានេះមកបោករៀងណាបងប្អូនអាមនុស្សលួចអត់រួចពីប្រយោជន៍ផ្ទាល់ខ្លួនណាមកបាំងមុខយើងក្នុងដំណើរឆ្ពោះទៅរកការកាន់ការងារប្រទេសជាតិរឿងស្អីដែលយើងមិនកំទេចវាចោលវានិយាយឡើងវាថាម៉េចទេអូយើងលក់ស្លឹកឆ្នោតឲ្យអានេះឲ្យលក់ស្លឹកឆ្នោតឲ្យគណៈបកប្រជាជនអត់លក់ឲ្យអ្នកប្រជាធិបតេយ្យអត់បោះឆ្នោតឲ្យអ្នកប្រជាធិបតេយ្យស្មាតទោសអាកបាញ់កុំអាននិយាយរឿងលក់មិនលក់បើហែងធ្វើត្រូវបងប្អូនបោះឲ្យទៅទេបោះឲ្យទៅទេប៉ុន្តែហែងថាហែងធ្វើត្រូវតែហែងអ្នកថាណាហែងអ្នកថាណាអញ្ចឹងបានខ្ញុំនិយាយអាធ្វើត្រូវអាស្នេហាជាតិបានក្មួយខ្លះដែលវាកាប់ពីមុនគ្រប់គ្រងសង្គ្រោះជាតិខ្ញុំសួរតែក្មួយឯងកាប់ពីមុនគ្រប់គ្រងពីណាខ្ញុំគ្រប់គ្រងអាស្នេហាជាតិពូខ្ញុំគឺពួកអាស្នេហាជាតិពូអញ្ចឹងពួកហែងពួកអាស្នេហាជាតិត្រង់ប្រដៀមហៅថាអញអាស្នេហាជាតិត្រង់ប្រដៀមហៅថាសម្ដេចស្ដេចសោយរាជនគរនេះនគរនោះប៉ុន្តែចុះពីលើឆាកមកវិញជិះម៉ូតូដូបទេណាអានឹងត្រង់ប្រដៀមហៅថាទេណាមែនតែនទេណាហែងទេហែងថាហែងអ្នកប្រជាធិបតេយ្យស្អាតស្អំហើយមិនជួយបោះឲ្យអ្នកស្អាតស្អំបោះឲ្យអ្នកដាច់ការហែងថាតើតែអញមើលឃើញមុខហែងមុខអាចោបើឲ្យហែងកាន់ការងារប្រទេសជាតិអញឲ្យគណៈបកប្រជាជនកាន់ការងារប្រទេសជាតិវិញហែងនេះអញស្គាល់មុខហែងហើយ
អូបងប្អូនហើយបងប្អូនអានេះពុកឲ្យលួយចង់ងាប់ដល់កាន់ការងារប្រទេសជាតិតែបងប្អូនវាទៅជាយៈណាវាឈ្នះទៅជាយៈដល់ពេលគណៈបកប្រជាជនហ្នឹងគេស៊ីអស់ហើយដល់ពេលអាពួកយៈនឹងឡើងទៅចូលដល់យៈស៊ីកពឹសបងប្អូនយៈស៊ីកពឹសពួកគេស៊ីអស់ហើយអាធំព្រៃឈើព្រៃអីដីនៅពេញគេលក់ចង់អស់ហើយដល់ពេលវាបានកាន់ការងារប្រទេសជាតិចាំមើលវាប្រមូលស៊ីដល់យៈស៊ីកពឹសហ่าយៈវាស៊ីគោស៊ីកបៃដល់កបៃគោគេស៊ីអស់ហើយយៈស៊ីកពឹសហើយដល់ពេលចង់យើងបានអីស៊ីណាយើងទៅតាច់បាយស៊ីចាំមើលបើអសង្គ្រោះចិត្តឈ្នះបងប្អូនណាវាលក់ទៅហើយណាយៈស៊ីកពឹសយើងណាអ៊ូខុងណាយើងអ៊ូខុងមើលឃើញណាអូអានេះបិសាចតាប្រជាប្រដ្ឋយើងល្ងងក្នុងនាមជាជនបដិវត្តក្នុងនាមជាជននាំផ្លូវគេណាបងប្អូនច្បាស់ណាស់ថាសំរៀងស៊ីបោកកម្មសខាបោកយើងនៅតែថាអញ្ចឹងគង់តែថ្ងៃណាមួយប្រជាប្រដ្ឋបានយល់ពីទឹកចិត្តរបស់យើងផងហើយបានយល់ច្បាស់ពីការមើលឃើញរបស់យើងថាត្រឹមត្រូវផងបើជនជាតិមួយនេះមើលអត់ឃើញចាត់ទុកថាជាអភ័ព្វរបស់ជនជាតិនេះទៅចោះបងប្អូនគណៈបករបស់យើងបានគណៈបកអាចផ្ដល់សេចក្តីសង្ឃឹមឲ្យប្រជាប្រដ្ឋបានវេទិកាដែលមានអ្នកចូលរួមប្រហែលជាង100នាក់នេះធ្វើឡើងស្ថិតនៅភូមិអាចារ្យលក្ខណ៍សង្កាត់អាចារ្យលក្ខណ៍ក្រុងស្ទឹងសែនខេត្តកំពង់ធំធ្វើនៅទីស្នាក់ការរបស់គណៈបកលោកខឹមវាសនាបានថ្លែងនៅចំពោះសមាជិកនិងអ្នកគាំទ្រដែលមានទាំងក្រហមនិងព្រះសង្ឃផងនោះថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនរវល់រឿងចង់បានអំណាចទេសំខាន់បំផុតគឺយន្តការ8ចំណុចដល់គោលដៅសម្ព័ន្ធគឺឈ្នះខ្លួនឯងហើយលោកបានបញ្ជាក់ថាទោះបីសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនបានទៅកាន់ការងារស្រុកទេសក៏ដោយឲ្យតែអាចដាក់យន្តការ8ចំណុចដើម្បីបំបែកអំណាចប្រមូលផ្ដុំចូលទៅក្នុងប្រព័ន្ធដឹកនាំរដ្ឋបាននោះក៏ចាត់ទុកជាជោគជ័យដែរទោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅកាន់ការងារប្រទេសជាតិក៏បានឲ្យតែដាក់យន្តការ8ចំណុចពីខ្ញុំម៉ារ៉ាទីធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ធំចំណែកសម្ព័ន្ធវិញឲ្យសាកមើលខ្ញុំចេះតែអង្គុយមើលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមើលគណៈបកប្រជាជនចាំមើលវាយអញត្រង់ណាវាយអញត្រង់ណាហ៊ានតែវាយបងប្អូនស្មាតទោសបង្ហាញពីភាពមិនល្អរបស់គាត់តាទាំងសម្ព័ន្ធដែលគ្រប់គ្រងសម្ព័ន្ធនេះជាសមាជិករបស់សម្ព័ន្ធនេះធ្លាប់គោរពគាត់ត្រង់ចំណុចណាណាដល់ពេលគាត់វាយសម្ព័ន្ធបំពេញណាបាត់ចិត្តគោរពហ្នឹងមនុស្សល្អក្នុងគណៈបកប្រជាជនដែលគេមើលឃើញថាអូសម្ព័ន្ធនិយាយត្រូវល្អចរិតហ្នឹងគឺចរិតល្អគឺពិតជាជួយជាតិដែលស្មោះត្រង់មែនពេលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបំពេញសម្ព័ន្ធណាចិត្តស្រៀកចេញខ្ញុំថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនណាគាត់អត់ល្ងងទៅផ្លូវនោះទេអត់ទៅទេម្យ៉ាងទៀតបងប្អូនជួយគិតប្រទេសមួយវាមិនដែលអត់គណៈបកប្រឆាំងទេគាត់មិនអាចកំទេចគណៈបកប្រឆាំងទាំងអស់បានទេអត់អាចទេបងប្អូនអស់មួយនៅមួយអស់មួយនៅមួយបើអស់មួយនៅមួយបើអស់មួយនៅមួយគួររើហ៎គួររើអាណាធ្វើគណៈបកប្រឆាំងឲ្យស្រួលធ្វើការមួយគ្នាបន្តិចអត់មានពីណាក្រៅពីសម្ព័ន្ធនេះសម្ព័ន្ធណាមិនមែនឈ្នះគេទេសម្ព័ន្ធឈ្នះខ្លួនឯងឈ្នះត្រង់អត់ចង់បានអំណាចអត់រវល់រឿងខ្លួនឯងសំខាន់បំផុតយន្តការ8ចំណុចដល់គោលដៅអាចធ្វើចាំបានទៅឈ្នះខ្លួនឯងសម្ព័ន្ធណាលូនក្រាបធ្វើម៉េចក៏ដោយឲ្យតែបានយកគ្រាប់បែកទៅដាក់ក្នុងប្រព័ន្ធដឹកនាំរដ្ឋឲ្យខ្ទេចអាប្រព័ន្ធប្រមូលផ្ដុំអំណាចហ្នឹងរួចហើយជំនួសវិញដោយយន្តការ8ចំណុចសម្ព័ន្ធមិនបានកាន់ការងារប្រទេសជាតិក៏ដោយក៏ជោគជ័យដែរឃើញចឹងបានលុះត្រាតែមនុស្សឈ្នះខ្លួនឯងកម្មសខាសំរៀងស៊ីស្អែកព្រមបងប្អូនមនុស្សអត់ឈ្នះខ្លួនឯងផងនោះទៅអត់រួចទេបងប្អូនត្រង់នឹងហើយដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាឈ្នះខ្លួនឯងឈ្នះអ្នកដទៃពួកអីវាកម្ររកមនុស្សដែលល្អអញ្ចឹងវាឈ្នះគេទៅណាបងប្អូនអាណាចង់ឈ្នះសម្ព័ន្ធនៅសល់កលេសអាកលេសចង់ឈ្នះហ្នឹងវាដូចជាផុកវាដូចជាលំមួកវាដូចជាគ្រឿងស្មៅគ្រោកជាប់នឹងកាយហើយមានចិត្តចង់ឈ្នះគេដូចមនុស្សមានចិត្តចង់ឈ្នះប្រពុតអញ្ចឹងហើយចង់ឈ្នះប្រពុតអីមិនបើនៅចិត្តចង់ឈ្នះប្រពុតអាចចិត្តចង់ឈ្នះហ្នឹងវាដូចគ្រឿងសៅមងប្រឡាក់កាយអញ្ចឹងដល់ពេលទៅឈោកឲ្យប្រពុតប្រឡងប្រពុតស្អាតចែហើយឯងក៏ខិចត្រង់ណាក៏ខិចនៅត្រង់ចិត្តចង់ឈ្នះប្រពុតណាក៏គិតចឹងណាឈ្នះខ្លួនឯងលែងចង់ឈ្នះពីណាអានឹងឈ្នះគេហ្មងប្រពុតលោកមិនដែលចង់ឈ្នះពីណាបងស្អាតចែសម្ព័ន្ធឈ្នះខ្លួនឯងដល់ឈ្នះខ្លួនឯងសម្ព័ន្ធត្រូវការតែយន្តការ8ចំណុចទេលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅកាន់ការងារប្រទេសជាតិអូខេឲ្យតែដាក់យន្តការ8ចំណុចបងប្អូនពេលដែលប្រជាប្រដ្ឋគាត់ពាល់ត្រូវចំណុចហ្នឹងបងប្អូន
ញាប់ញ័រដល់បេះដូងរបស់គាត់ដែលខ្ញុំនិយាយថាមនោសញ្ចេតនាដល់វាដល់កម្រិតទៅបងប្អូនសូម្បីតែថ្មខ្ញុំថាថ្មក៏ទៅជាទុនជ្រាយដែរគេដឹងទឹកចិត្តរបស់យើងណាបងប្អូនអ្នកកាន់ការងារប្រទេសជាតិគេឲ្យយើងនិយាយរហូតដល់ឥឡូវមានវិទ្យុរបស់រដ្ឋាភិបាលផងគេជួលឲ្យយើងផ្សាយបងប្អូនដោយសារគេដឹងថាយើងធ្វើដើម្បីជាតិណាបងប្អូនដល់ពេលអញ្ចឹងអារម្មណ៍របស់គេទុនជ្រាយបើគេលើកកំភ្លើងបាញ់យើងខ្ញុំថាបងមកឯងបាញ់ខ្ញុំកើតដែរបងឯងគិតបន្តិចមើលចិត្តរបស់ខ្ញុំធ្វើដើម្បីជាតិទោះបីបាក់ពាល់បងខ្លះក៏ពិតមែនតែបងគិតមើលបើជាតិរីចម្រើនបងនៅក្នុងនឹងឯងណាហើយគេដើរទៅបាត់តែគេបាញ់យើងទេចិត្តវាជ្រាយបងប្អូនដល់ពេលដូចកឹមសុខាបងប្អូនអូយសម្ដីរបស់គាត់បងប្អូនឲ្យសោកសៀតឌៀមដាគ្រាន់តែប្រើពាក្យថាមិនយកខ្មែរណាធ្វើសត្រូវកេងលើគេបាត់កេងហ្នឹងប្រជាប្រដ្ឋខ្មែរគាត់អត់យល់ទេគាត់ចេះតែគ្រប់គ្រងអញ្ចឹងគឺមានន័យថាគាត់គ្រប់គ្រងឲ្យភាគីម្ខាងឆ្លោះមួយភាគីម្ខាងអត់ចេះចប់ទេដែលខ្ញុំមើលឃើញត្រង់នឹងហើយណាបងប្អូនតែខ្ញុំមកបង្កើតគណៈបកថ្មីមួយដោយទំនុកចិត្តទី1ខ្ញុំមានអារម្មណ៍ថាពួកគេអត់មានបេះដូងមួយដែលស្មោះត្រង់ជូនប្រទេសជាតិមាតុភូមិឡើយទី2ខ្ញុំមើលឃើញថាពួកនឹងអត់មានទស្សនវិស័យក្នុងការដោះស្រាយបញ្ហាជាតិខ្ញុំមើលឃើញចឹងសម្ព័ន្ធខុសពីគេត្រង់ចំណុចហ្នឹងអញ្ចឹងបានខ្ញុំនិយាយថាអត់មានកូនស្ដាច់អត់មានឈ្មោះល្បីអត់មានលុយទិញប្រជាប្រដ្ឋតែនៅតែហ៊ានបង្កើតគណៈបកមួយដោយមានទំនុកចិត្តថាយើងមានបេះដូងមួយខុសអំពីគណៈបកដទៃទៀតដែលគេអត់ស្មោះត្រង់ចំពោះប្រទេសជាតិទេចំណែកយើងវិញមានតែការបូជាមានតែការលះបង់ដើម្បីបម្រើមនោសញ្ចេតនារបស់យើងចំពោះប្រទេសជាតិទឹកចិត្តរបស់យើងខុសអំពីគណៈបកដទៃទៀតទី2ទស្សនវិស័យរបស់យើងភ្លឺថ្លាហ្មងហើយរបស់យើងគេអាចយកចេញពីយើងបានយន្តការ8ចំណុចទេមិនបាច់សម្ព័ន្ធឈ្នះក៏បានដែរគេអាចយកចេញពីយើងយកទៅធ្វើបានចំណែកសង្គ្រោះជាតិវិញវាថាដូរតែមនុស្សដល់ពេលអញ្ចឹងគេអត់អាចយកមនុស្សចេញពីមនុស្សបានទេសង្គ្រោះជាតិទៅវាមិនឈ្នះខ្លួនឯងវាចង់កាន់ការងារប្រទេសជាតិបងប្អូននេះសបញ្ជាក់ឲ្យឃើញថាទាំងទស្សនវិស័យក៏វាគ្មានទាំងទឹកចិត្តចំពោះប្រទេសជាតិក៏វាគ្មានអាត្រង់ចំណុចនឹងហើយដែលខ្ញុំចេញមកបង្កើតបកអត់មានស្ទាក់ស្ទើរហើយក៏អត់មានការភ័យព្រួយខ្លាចចាញ់អីទាំងអស់បងប្អូន